ឆាត្រប់ដុតជាមួយសាច់ជ្រូកចិញ្ច្រាំងាយៗបែបធម្មតាតែមិនធម្មតាមកទៀតហើយអ្នកទាំងអស់គ្នាមុខមនុយមួយមុខនេះអ្នកផ្ទះខ្ញុំបើចង់ហូបគឺទោះតែរងចាំយ៉ាងតិចពីមួយសប្តាហ៍ទៅ10ថ្ងៃហើយខ្ញុំជឿថាអ្នកទាំងអស់គ្នាច្បាស់ជាឆ្ងល់ហើយថៃបានគ្រាន់តែឆាត្រប់សោះមិនបានត្រូវចាំយូរយ៉ាងហ្នឹងបើម្ហូបមួយមុខនេះងាយស្រួលធ្វើសឹងអីហ្នឹងឥឡូវដើម្បីកុំឲ្យខាតពេលយូរខ្ញុំនឹងស្រាវចម្ងល់ថាតើទម្រាំបានឆាត្រប់មួយចាននេះយើងឆ្លងកាត់ការរងចាំយ៉ាងម៉េចខ្លះតោះមកទស្សនាជាមួយនឹង Chef នេះទាំងអស់គ្នាដូចខ្ញុំនិយាយពីខាងដើមអញ្ចឹងថាមុខម្ហូបមួយមុខនេះស្ដាប់ទៅសាមញ្ញធម្មតាតែអត់ធម្មតាហើយអីដែលអត់ធម្មតានោះគឺចំពោះអ្នកទាំងអស់គ្នាច្បាស់ជាចង់ឆាត្រប់តែត្រូវតែទិញនៅសាយមែនទេតែសម្រាប់អ្នកផ្ទះខ្ញុំគឺអត់ទេគឺយើងទៅបេះពីចការខ្លួនឯងដាំដោយដៃផ្ទាល់ស្រស់ថ្មីហើយអត់មានសារធាតុគីមីទេគឺបន្លែធម្មជាតិតែម្ដងបន្តដាក់ដាំមើលថែមថយដីអីហ្នឹងដែលខ្ញុំផ្ទាត់បើពីមុនមកមុខម្ហូបឆាត្រប់មួយមុខនេះគឺយើងអត់ដែលនឹកឃើញធ្វើទេហើយក៏អត់ដែលទិញត្រប់យកមកពីផ្សារមកឆាដែរមើលតែផ្លែទៅដឹងហើយអ្នកទាំងអស់គ្នាវាអត់ទៅធំអីណាស់ណាទេមិនមែនដោយសារអ្នកដាំតូចទាបអីទេគឺដោយសារយើងដាំនៅធម្មជាតិអញ្ចឹងហើយផ្លែវាអត់សូវលូតបានវែងដូចត្រប់ដែលនៅលក់តាមទីផ្សារទេដោយសារយើងអត់សូវបានមើលថែដាក់ជីស្រោចទឹកអីរៀងរាល់ថ្ងៃដិតដល់ទេអញ្ចឹងហើយចកានៅរៀងឆ្ងាយអញ្ចឹងមួយអាទិត្យយើងទៅម្ដងឬក៏2ដងអីអញ្ចឹងទៅសោះជាតិទឹកអញ្ចឹងហើយបានធ្វើឲ្យបន្លែផ្លែឈើដែលយើងដាំហ្នឹងគឺវាអត់សូវលូតល្អឬក៏ធំអីដូចបន្លែដែលគេលក់នៅលើទីផ្សារទេដូចក្នុងវីដេអូដែលបានបង្ហាញអញ្ចឹងទំហំតែប៉ុណ្ណឹងឯងគឺយើងអាចបេះយកទៅហូបបានហើយហ៊ានទៅទុក2ទៅ3ថ្ងៃអីទៀតហ្នឹងចាស់ហូបលេងកើតហ្មងតែកុំឃើញតូចអញ្ចឹងណាអ្នកទាំងអស់គ្នាបេះជាលក់ប្រហុកឬក៏យកមកឆាអីហ្នឹងគឺឆ្ងាញ់បែបអប់ដល់បេះហ្មងតែឥឡូវរដូវនេះរដូវមានទឹកភ្លៀងអញ្ចឹងអ៊ីឲ្យខ្ញុំសង្ឃឹមថាត្រប់ហ្នឹងវាអាចលូតវែងជាងហ្នឹងហើយយើងទុកយើងចង់ដឹងថាលទ្ធផលនៅពេលដែលវាធ្លាក់ភ្លៀងហ្នឹងថាតើត្រប់យើងលូតបានវែងដូចត្រប់គេដែរអត់ចឹងណាអញ្ចឹងយើងចាំអត់មើលទាំងអស់គ្នាតាមពិតទៅនៅក្នុងចការដើមត្រប់គឺមានច្រើនមានឡើងមកជួអ៊ីក៏ដាក់ដាំប៉ុន្តែការហ្នឹងយើងអត់ដឹងថាយកផ្លែវាមកធ្វើអីគេតែវាបេះជាលក់ប្រហុកមួយវិញទៀតត្រប់ហ្នឹងវាផ្លែច្រើនមួយដើម 4-5 ផ្លែហើយអ្នកទាំងអស់គ្នាគុនគូមើល10ដើមជាងផ្លែម្ដងបេះហូបអត់ទាន់ទេចែកញៀតក៏អត់សូវមានអ្នកចំណូលត្រប់ដល់តែអញ្ចឹងទៅបេះតែពី3សាអីអ៊ីខ្ញុំក៏សម្រេចថាដកដើមនឹងចោលខ្លះហើយយកដីដាំអីផ្សេងអញ្ចឹងណាដូចតែនៅក្នុងវីដេអូមុនដែលខ្ញុំបានបង្ហាញអញ្ចឹងតែឥឡូវនេះខ្ញុំរកឃើញនៅរបស់កំហុញថ្មីហើយឆ្នៃចេញជាឆាត្រប់ឲ្យត្រូវគ្រឿងបានឆ្ងាញ់អ៊ីក៏សម្រេចចិត្តថាដាក់ដាំពីបេគុំទៀតទុកឲ្យខ្ញុំបេះឆាដូច្នេះហើយថ្ងៃនេះគឺអ៊ីខ្ញុំគាត់បានមកខ្វាយត្រប់គាត់ទាំងប្រហែលដើមនេះយកទុកឲ្យខ្ញុំពីព្រោះគាត់ថាឃ្លានឆាត្រប់អញ្ចឹងក្នុងនាមខ្ញុំជាក្មួយដ៏ល្អខ្ញុំក៏ជូនតាមសំណុំពរអ៊ីចាតែរឿងហូបកើតអីហ្នឹងក៏ខ្ញុំអត់ប្រាប់អ្នកទាំងអស់គ្នាដែរពីព្រោះវាជាគេខ្មាស់របស់ខ្ញុំហើយខ្ញុំក៏អត់អាចឲ្យអ្នកណាដឹងពីរឿងនេះបានឡើយចឹងហើយតែឃើញខ្ញុំធ្វើវីដេអូឲ្យមើលឃើញតែរូបភាពទោះអត់ឆ្ងាញ់ក៏ខ្ញុំប្រាប់អ្នកទាំងអស់គ្នាថាឆ្ងាញ់ហើយបងប្អូនទាំងអស់គ្នាក៏ជឿដែរត្រូវអត់ពីព្រោះថាអ្នកទាំងអស់គ្នាអត់បានភ្លក់ទេឥឡូវនេះកុំឲ្យខ្ញុំរៀបរាប់វែងឆ្ងាយព្រោះមនុស្សអត់សូវចេះនិយាយទេនេះចឹងចូលមកមើលពីវិធីឆាត្រប់ឬប្រព័ន្ធផ្ទាល់ខ្លួនរបស់ខ្ញុំម្ដងលើកនេះគឺខ្ញុំអត់មានមើល YouTube មើលពីរបៀបធ្វើអីទេគឺរូបមន្តផ្សាយផ្សំតាមអារម្មណ៍ខ្លួនឯងហ្មងចាអញ្ចឹងបន្ទាប់ពីបានត្រប់ខ្ញុំក៏យកវាមកលាងទឹកឲ្យស្អាតបើថាដាំធម្មជាតិអត់គីមីអីមែនតែយើងដាំលើដីអញ្ចឹងខ្ញុំលាងត្រប់លាងសាច់ជ្រូកអីហ្នឹងទុកដាក់វាមិនលើឲ្យហើយឲ្យស្រស់ទឹកស្រស់អីរួចខ្ញុំក៏យកត្រប់ហ្នឹងមកវះតិចដើម្បីកុំឲ្យពេលយើងយកវាទៅអាំងទៅវាផ្ទុះពុំប៉ាំងពេញឆ្នាំងអីចឹងទៅពីព្រោះខ្ញុំធ្លាប់មានបទពិសោធន៍យកត្រប់ទៅអាំងហ្នឹងដោយអត់ពុះវាបន្តិចហ្នឹងម្ដងគឺថាផ្ទុះពេញឆ្នាំងអ្នកទាំងអស់គ្នាតតសាបានដឹងបន្ទាប់មកខ្ញុំក៏យកត្រប់យកមកដាក់អាំងនៅក្នុងឆ្នាំងហើយត្រប់នេះបើសិនបើអាំងវានៅលើចក្រានខ្ជូងដឹងតែឈ្ងុយហើយឆ្ងាញ់ជុះស៊ីជាងអាំងនៅក្នុងឆ្នាំងចេះទៀតតែដោយសារនៅផ្ទះអត់ប្រើខ្ជូងអញ្ចឹងខ្ញុំដុតវានៅក្នុងឆ្នាំងហើយសម្រាប់ឆ្នាំងអាំងវិញខ្ញុំណែនាំឲ្យអ្នកទាំងអស់គ្នាអាំងនៅក្នុងឆ្នាំងដុតភីសានេះបើមានពីព្រោះការធ្វើមុខម្ហូបនេះលើកដំបូងហ្នឹងគឺខ្ញុំយកត្រប់ហ្នឹងទៅអាំងនៅក្នុងម៉ាស៊ីនអាំងស្ងួតណាអ្នកទាំងអស់គ្នាតែខ្ញុំមានអារម្មណ៍ថាវាឆ្អិនអត់ល្អទេអាំងហើយស្ងួតខ្សោះអត់សូវមានជាតិទឹកណាហើយសាច់ត្រប់ពេលឆ្អិនហ្នឹងរបៀបដូចស្វិតមិនទេតែបើឆ្នាំងសម្រាប់ដុតភីសានេះវិញខ្ញុំមានអារម្មណ៍ថានៅពេលដែលអាំងទៅយើងអាំងនៅលើចក្រានខ្ជូងអញ្ចឹងគ្រាន់តែវាកាត់បន្ថយក្លិនឈ្ងុយតែឆ្អិនសពបានល្អសាច់ត្រប់គឺនៅមានរសជាតិសំណើមដូចអាំងខ្ជូងអញ្ចឹងហើយសម្រាប់រយៈពេលអាំងវិញគឺខ្ញុំអាំងដូចជាប្រហែលតែ25ទៅ30នាទីទេហើយនៅក្នុងកម្ដៅ250អង្សាឆ្លៀតពេលត្រប់កំពុងដុតខ្ញុំក៏យកសាច់ជ្រូកមកហាន់ជាដុំតូចល្
ល្មមចំពោះសាច់ជ្រូកមិនថាឆាមិនថាចៀនទេអ្នកផ្ទះរបស់ខ្ញុំគឺចូលចិត្តយកសាច់ផ្នែកស្មាមកពីព្រោះវាទន់ហើយមានជាតិខ្លាញ់តិចៗតែពេលហាន់ហ្នឹងក៏ខ្ញុំជាយកសាច់ខ្លាញ់ក្រាស់ៗហ្នឹងចេញច្រើនដែរព្រោះដោយសារអត់ចង់ឲ្យនៅពេលដែលយកវាទៅកិនទៅវាละเอียดខ្លាំងពេកណាកុំឲ្យសាច់ហ្នឹងវារឿងក្លេកពេកចឹងណាទាំងអស់គ្នាបើនិយាយដល់រឿងកិនមើលខ្ញុំសួរបងស្ត្រីមេផ្ទះណាខ្លះមានអារម្មណ៍ដូចខ្ញុំសាច់ជ្រូកខ្ញុំអត់សូវចូលចិត្តចិញ្ច្រាំទេមានអារម្មណ៍ថាវាធំក្លិនជ្រុញមិនទេបើទោះជាមុនច្រាំហ្នឹងគឺយើងលាងទឹកលាងអីស្អាតតែខ្ញុំនៅតែមានអារម្មណ៍ថាដូចធំក្លិនសាច់ជ្រូកតិចជ្រុញតិចវាមិនចូលគ្នាអត់គួរឲ្យចង់ហូបតែបើយកសាច់ហ្នឹងទៅកិនលឿនអីងាយឲ្យលឿនទៀតហើយកាត់បន្ថយក្លិនសាច់បានច្រើននេះអារម្មណ៍ខ្ញុំឯណាមិនមែនមកពីខ្ជិលអីទេតម្រាំរៀបចំសាច់ហើយត្រាប់ក៏ឆ្អិនល្មមឃើញដូចខ្ញុំប្រាប់មុនអញ្ចឹងត្រាប់ដែលពុះគឺវាអត់ផ្ទុះទេហើយឆ្អិនបានស្អាតទៀតកុំឃើញខ្មៅអញ្ចឹងតែសាច់ខាងក្នុងគេឆ្អិនឡងសពឈ្ងុយតិចដែរតើហើយខ្ញុំក៏ចាប់ត្រាប់ម្ដងមួយយកមកដាក់លើថាសខ្លាចវាលាកប៉ុន្តែមានណាអាលាកហើយបាត់ហើយហ្នឹងអ្នកទាំងអស់គ្នាអាឡៃតែហ្វខថតទៅហើយក្នុងការថតហ្នឹងមើលទៅក្នុងកាមេរ៉ាមានបានមើលឆ្នាំងអីមកអ៊ុយដែរហ្នឹងហើយមើលទៅសាច់គេផងចាឡើងជុះស៊ីហ្មងណាអញ្ចឹងដើម្បីងាយស្រួលនៅក្នុងការបកសបកចេញគឺខ្ញុំទុកវាឲ្យចោះត្រជាក់តិចសិនពីព្រោះថាបើបខំបកវាបានហើយស្រួលទៀតតែថាវាក្តៅអញ្ចឹងណាអញ្ចឹងយើងឃីបវាទុកមកកន្លែងសិនហើយខ្ញុំក៏បន្តមកផ្សាយផ្សំគ្រឿងក្រៅដែលជាបងប្អូនចំនួនមួយបោះមុខម្ហូបឆាដូចជាខ្ទឹមសស្លឹកខ្ទឹមហើយនិងម្ទេសដែលសុទ្ធសឹងតែជាបន្លែផ្សំដែលមិនអាចខ្វះបានតែសម្រាប់ខ្ញុំមុខម្ហូបអីក៏ដោយស្លឹកខ្ទឹមនេះមួយគឺអាចខ្វះបានពីព្រោះដោយសារខ្ញុំអត់សូវចេះតែដោយសារខ្ញុំធ្វើវីដេអូឯងទៅខ្ញុំដាក់ឲ្យមើលទៅម្ហូបវាមានសម្រស់ដូចមនុស្សតុបតែងខ្លួនពេល make up ចឹងតែបើមែនតើគឺខ្ញុំគៀចេញឲ្យអ្នកទាំងអស់គ្នាអើយគ្មានឲ្យមកជាប់សាច់ឈាមអីទេខ្ញុំអត់ចូលចិត្តទេតែបើខ្ទឹមសដាក់ច្រើនកាលណាល្អកាលហ្នឹងពីព្រោះខ្ញុំចូលចិត្តគ្រឿងក្រៅឆាក៏រៀបចំរួចរាល់ត្រាប់ក៏ត្រជាក់ល្មមអាចបកសបកចេញបានដែរតែខ្ញុំទុករៀងត្រជាក់ជ្រុលអញ្ចឹងវារៀងស្អិតតិចបកមកវាអត់សូវរលូនណាតែក៏អត់ជាបញ្ហាអីដែរនៅតែបកបានស្អាតធម្មតាដូចអ្នកទាំងអស់គ្នាឃើញអញ្ចឹងសាច់កុំខូនតូចអញ្ចឹងណាតែផ្អែមជូស៊ីជាប់ចិត្តអញ្ចឹងកុំឲ្យអូសបន្លាយយូកាយើងមកមើលពីវិធីធ្វើទាំងអស់គ្នាជំហានដំបូងអត់មានអីថ្មីទេមានតែដាក់ខ្ទះលើភ្លើងឲ្យក្តៅចាក់ប្រេងចូលបន្ថែមជាមួយនឹងប្រេងដែលមាននៅក្នុងកញ្ចប់សាតេតិចតួចដើម្បីលួចក្លិនហើយនឹងជំនួយឲ្យមានពណ៌ក្រហមស្អាតដែរបន្ទាប់មកចាក់ខ្ទឹមចូលលីងឲ្យក្រៀមបន្តិចហើយចាក់សាច់ជ្រូកចូលឆាទៅឆាមកឲ្យឆ្អិនសក់រីងទឹកហើយថែមទឹកក្តៅដាំពុះ2 3វែកឆាចូលរំងាស់ឲ្យវាប្រកាសថាឆ្អិន 100% សាច់រៀបរីងទឹកខ្ញុំក៏ដាក់សាតេហើយនឹងស្ករក្រហមចូលព្រមគ្នានេះគឺជាតិចនិចថ្មីមួយដែលខ្ញុំស្រាវជ្រាវខ្លួនឯងចំពោះមុខម្ហូបមួយមុខនេះនៅពេលដែលយើងលីងសាច់ជាមួយនឹងសាតេហើយនឹងស្ករក្រហមវាធ្វើឲ្យឡើងពណ៌បានល្អមានក្លិនឈ្ងុយខ្លាំងដូចយើងហូបត្រាប់ដុតរបស់ហាងចិនអញ្ចឹងនេះបើតាមខ្ញុំស្មានណាថែមតាមម្សៅម្ទេសមួយមុខទៀតរសជាតិហ្នឹងគឺអត់ខុសពីត្រាប់ដុតចិនទេអ្នកទាំងអស់គ្នាគឺដូចគ្នាបែបបិទហ្មងប្រសិនបើយើងឆាធម្មតាដាក់គ្រឿងអំបិលប៊ីចេងស្កររសជាតិក៏ធម្មតាដែរហើយអត់បានចេញពណ៌ក្រហមស្រស់អញ្ចឹងទេដូច្នេះហើយនេះគឺជារូបមន្តដែលខ្ញុំបំបែកវាបានហើយមានរសជាតិឆ្ងាញ់ជាប់មាត់ហូបហើយនឹករសជាតិនេះម្ដងទៀតពីព្រោះថាកាលពីអត់ទាន់ចេះធ្វើមុខម្ហូបមួយមុខនេះគឺខ្ញុំអត់ដែលចង់ធ្វើឆាត្រាប់នឹងហ្មងឆារៀងស្ងួតទឹកបន្តិចខ្ញុំចាក់ត្រាប់ចូលហើយត្រាប់នៅពេលដែលយើងបកសបកវាហ្នឹងគឺមិនបាច់ពុះវាឲ្យទូចទេបាច់កាត់វាឲ្យទូចទេពីព្រោះថាកំឡុងពេលដែលយើងឆាហ្នឹងគឺយើងបែកវានៅក្នុងខ្ទះតែម្ដងនៅកោចោះកោឡើងទៀតបែកស្អាតហើយបន្ទាប់មកខ្ញុំផ្សំគ្រឿងអត់មានអីថ្មីទេខ្ញុំលួចប៊ីចេងបន្តិចម្សៅស៊ុបស្ករសបន្តិចដោយសារខ្ញុំដាក់ស្ករក្រហមច្រើនហើយបន្ទាប់មកអត់ភ្លេចទេជាមួយនឹងប្រេងខ្យងជំនួយឲ្យកាន់តែឈ្ងុយហើយបន្លែទុនរវល់ដូចកណរៃបន្ទាប់មកកូរវឹកវាចុះឡើងឲ្យឆ្អិនសព្វសិនចាំដាក់ស្លឹកខ្ទឹមហើយនឹងម្ទេសចូលឆាវាតែមួយត្រឡប់ទេពលុតភ្លើងដួសដាក់ចានរួចជាការស្រេចមុខម្ហូបមួយមុខនេះសម្រាប់ខ្ញុំទាមទារឲ្យមានរសជាតិដិតបន្តិចបានហូបទៅឆ្ងាញ់ហើយចាប់មាត់ពីព្រោះខ្ញុំធ្លាប់នៅពេលដែលធ្វើវាបែបសាបគឺអត់សូវឆ្ងាញ់ទេក្លិនហើយនឹងរសជាតិរបស់ត្រាប់ហ្នឹងគឺវាលុបរសជាតិគ្រឿងអត់សូវឆ្ងាញ់ដូចយើងដាក់គ្រឿងដិតទេនឹងសម្រាប់ខ្ញុំឯណាតែសម្រាប់បងប្អូនស្ត្រីមេផ្ទះផ្សេងគាត់ចូលចិត្តរសជាតិបែបណាគឺតាមចំណូលចិត្តប្រចាំគ្រួសារហើយនឹងតិចនិចនៃការធ្វើរៀងខ្លួនអត់ខុសទេណាហើយវីដេអូចែករំលែកនៃមុខម្ហូបបែបស្ត្រីមេផ្ទះ fake របស់ខ្ញុំនៅក្នុងថ្ងៃនេះមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការចូលទស្សនានិងចុច like របស់បងប្អូនទាំងអស់គ្នាហើយកុំភ្លេចរងចាំទស្សនានៅមុខមនុយថ្មីបន្តទៀតដែលខ្ញុំនឹងយកមកចែករំលែកជូនអ្នកទាំងអស់គ្នាបានទស្សនាកម្សាន្ត Stay tuned for the next video. Bye bye.